ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនប្រមូលទិញកៅស៊ូមួយនៅស្រុកមេមត់ខេត្តត្បូងឃ្មុំក្រោយរកឃើញក្រុមហ៊ុននេះធ្វើសកម្មភាពបង្កផលប៉ះពាល់ដល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជុំវិញនោះកាលពីថ្ងៃទី6ខែកុម្ភៈឆ្នាំ2026ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់មន្ត្រីបរិស្ថានខេត្តត្បូងឃ្មុំអំពីក្លិនអាក្រក់ចេញពីទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនប្រមូលទិញកៅស៊ូនៅឃុំមេមត់ស្រុកមេមត់ហើយក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគម្ពីរបរិស្ថាននិងមន្ត្រីបរិស្ថានខេត្តត្បូងឃ្មុំរួមទាំងអាជ្ញាធរពាក់ព័ន្ធបានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនដោយរកឃើញមានបញ្ហាបំពុលបរិស្ថាននិងចំណុចខ្វះខាតទីតាំងអាជីវកម្មរបស់ក្រុមហ៊ុនចំនួន5កន្លែងបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី9ខែកុម្ភៈនេះបានឲ្យដឹងថាកន្លែងអាជីវកម្មរបស់ក្រុមហ៊ុនទាំង5ទីតាំងនោះបានបង្កបញ្ហាក្លិនអាក្រក់ចេញពីកន្លែងជឿកៅស៊ូបង្កក់និងពីរណ្ដៅស្តុកសំណល់រាវក្រសួងថាក្រុមហ៊ុនគ្រប់គ្រងសំណល់រាវមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងច្បាប់ដោយពុំមានអាងសម្អាតត្រឹមត្រូវហើយទីតាំងនីមួយៗមានតែរណ្ដៅដីសម្រាប់ស្តុកទឹកសំណល់ប៉ុណ្ណោះក្រសួងបរិស្ថានឲ្យដឹងទៀតថាទីតាំងអាជីវកម្មទាំងនោះបានដំណើរការដោយគ្មានកិច្ចសន្យាការពារបរិស្ថាននោះទេក្រសួងបន្តថាដើម្បីទប់ស្កាត់បញ្ហាបំពុលបរិស្ថានជាបន្តទៀតក្រសួងបានចាត់វិធានការច្បាប់ដោយតម្រូវឲ្យទីតាំងអាជីវកម្មទាំងនោះផ្អាកសកម្មភាពជាបណ្ដោះអាសន្នរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថានក្រៅពីផ្អាកសកម្មភាពក្រសួងក៏ពិន័យអន្តរការចំពោះក្រុមហ៊ុនផងដែរដោយអនុលោមតាមមាត្រា826នៃក្រមបរិស្ថាននិងធនធានធម្មជាតិដែលក្រុមហ៊ុនបានបង្កបញ្ហាក្លិនស្អុយនិងការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋរួមទាំងបញ្ចេញសំណល់រាវមិនបានត្រឹមត្រូវសកម្មជនបរិស្ថានលោកម៉ាចត្រាបានលើកឡើងថាចំពោះសកម្មភាពបង្កឲ្យមានក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋពុំមែនជារឿងត្រឹមត្រូវនោះទេហើយលោកសំណុំពរឲ្យក្រសួងគួរតែចាត់វិធានការឲ្យបានកាន់តែឆាប់កាន់តែល្អឯក្រុមហ៊ុនគួរតែរៀបចំប្រព័ន្ធអនាម័យឡើងវិញឬប្តូរទីតាំងឆ្ងាយពីកន្លែងដែលពលរដ្ឋរស់នៅខ្ញុំគិតថាវាពុំមែនជារឿងត្រឹមត្រូវទេព្រោះអានេះវាប៉ះពាល់ដល់ថាសិទ្ធិផងប្រជាពលរដ្ឋដែលនៅតំបន់ហ្នឹងម្យ៉ាងវិញទៀតបើសិនជាក្រុមហ៊ុនហ្នឹងគាត់ជាក្រុមហ៊ុនដែលស្របច្បាប់អីត្រឹមត្រូវទេគាត់គួរទីតាំងណាដើម្បីជៀសឲ្យឆ្ងាយពីផ្ទះប្រជាពលរដ្ឋណាព្រោះវាប៉ះពាល់ដល់ការរស់នៅផងពួកគាត់អាហ្នឹងវាអត់ត្រឹមត្រូវតាមច្បាប់ទេបាទបើតាមក្រសួងបរិស្ថានទីតាំងអាជីវកម្មប្រមូលទិញជួកៅស៊ូបង្កក់ទាំង5កន្លែងនោះគឺ3ទីតាំងនៅភូមិសង្គមមានជ័យនិង1ទីតាំងទៀតនៅភូមិចំល្អឃុំមេមត់ខណៈ1ទីតាំងទៀតនៅភូមិដកពរឃុំត្រៀកស្រុកមេមត់ខេត្តត្បូងឃ្មុំ